ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃទី8ខែ5ឆ្នាំ2026សម្រាប់តម្លៃហាងឆេមៀននៅលើទីផ្សារអន្តរជាតិដែលខ្ញុំចូលទៅមើលព្រឹកនេះមានការកើនឡើងតិចតួចរីឯតម្លៃហាងឆេប្រាក់ក៏មានការកើនឡើងតិចតួចផងដែរបើយើងប្រៀបធៀបទៅនឹងតម្លៃហាងឆេមៀននិងប្រាក់កាលពីព្រឹកម្សិលមិញសម្រាប់បងប្អូនដែលពុំទាន់បានចុចជាវឬក៏ចុច Subscribe លើ Channel YouTube របស់ខ្ញុំសូមបងប្អូនជួយចុចជាវក៏ដូចជាចុច Subscribe នៅលើ Channel YouTube របស់ខ្ញុំដើម្បីទទួលបានព័ត៌មានស្ដីពីតម្លៃហាងឆេមៀននិងប្រាក់ដែលខ្ញុំធ្វើការផុសជាប្រចាំថ្ងៃសម្រាប់តម្លៃហាងឆេមៀននៅព្រឹកថ្ងៃទី8ខែ5ឆ្នាំ2026នេះមានដូចតទៅ1អោនតម្លៃ$4,695 1ជីតម្លៃ$566 1ដំឡឹងតម្លៃ$5,661និង1គីឡូតម្លៃ$15,925 ចំណែកឯតម្លៃហាងឆេប្រាក់នៅព្រឹកថ្ងៃទី8ខែ5ឆ្នាំ2026នេះវិញមានដូចតទៅ1អោនតម្លៃ$78 1ជីតម្លៃ$9 1ដំឡឹងតម្លៃ$95និង1គីឡូតម្លៃ$2,533សម្រាប់តម្លៃហាងឆេមាសនិងប្រាក់ដែលខ្ញុំបានជម្រាបជូនបងប្អូនបាញ់មិញនេះចាប់តែប៉ុណ្ណេះអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនានិងយកចិត្តទុកដាក់ស្ដាប់នៅការរៀបរាប់របស់ខ្ញុំតាំងពីដើមរហូតមកដល់ទីបញ្ចប់ជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អរោគទទួលទានមានបានគ្រប់គ្នា